ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលមានបញ្ហារឿងរូបភាពដែលមិនមានពណ៌ច្បាស់លាស់មិនមានពណ៌ស្អាតណាសម្រាប់លោកគ្រូអ្នកគ្រូដែលចង់មានពណ៌ស្អាតទៅលើរូបភាពយកទៅបង្ហាញសិស្សអញ្ចឹងខ្ញុំសូមណែនាំនៅកម្មវិធី AI មួយដែលមានឈ្មោះថា Gemini អញ្ចឹងខ្ញុំជឿថាលោកគ្រូអ្នកគ្រូខ្លះគាត់បានស្គាល់អំពី Gemini ដែលមានអត្ថប្រយោជន៍ជាច្រើនក្នុងការកែសម្រួលដល់ការងាររបស់យើងជាច្រើនអញ្ចឹងGemini នេះក៏អាចជួយសម្រួលដល់លោកគ្រូអ្នកគ្រូក្នុងការសរសេរកិច្ចតែងការក្នុងការសរសេររូបភាពបង្កើតជារូបភាពឲ្យមានពណ៌មាន color ឬក៏បង្កើតរូបភាពតាក់ទងនឹងអត្ថបទសាច់រឿងអីណាមួយអញ្ចឹងគឺលោកគ្រូអ្នកគ្រូអាចយកប្រើ Gemini បានអញ្ចឹងដូចជាថ្ងៃនេះខ្ញុំមកបង្ហាញពីការកែ color រូបដែលភាគច្រើននៅក្នុងសៀវភៅសិក្សាគោលរបស់យើងមានរូបដែលវាមិនមាន color full ពេញលេញទេអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបង្ហាញលោកគ្រូអ្នកគ្រូពីរបៀបធ្វើខ្ញុំជឿថាលោកគ្រូអ្នកគ្រូខ្លះក៏ចេះហើយតែលោកគ្រូអ្នកគ្រូខ្លះគឺគាត់នៅអញ្ចឹងខ្ញុំសូមចូលតែម្ដងអញ្ចឹងលោកគ្រូអ្នកគ្រូគ្រាន់តែចូលទៅក្នុងជ្រោមក៏បានឬក៏ Google ក៏បានដែរហើយវាពាក្យថា Gemini អញ្ចឹងដោយសារខ្ញុំមានហើយនៅកន្លែងនេះអញ្ចឹងខ្ញុំបើកវាតែម្ដងខ្ញុំចុចវាម៉ៅវាឲ្យលោតចេញកម្មវិធីមកយើងរកចាំបន្តិចអូខេអញ្ចឹងវាចេញមកហើយជាទម្រង់បែបនេះអញ្ចឹងនៅកន្លែងនេះលើវាអាប់ដេតឲ្យយើងបង់លុយអញ្ចឹងយើងបាច់បង់យើងស្វែងវាចោលមកហើយនៅកន្លែងនេះលោកគ្រូអ្នកគ្រូឈានសញ្ញាបូកនៅកន្លែងនេះលោកគ្រូអ្នកគ្រូចុចសញ្ញាបូកហ្នឹងមកហើយទៅជ្រើសរើសរូបភាពអញ្ចឹងកន្លែងនេះវាមាន photo មាន upload file អញ្ចឹងយើងចូលយក photo អញ្ចឹងនៅកន្លែង album យើងមកយើងមាន album រូបថតឬទេយើងចូលទៅកន្លែង upload file ក៏បានដែរអញ្ចឹងនៅក្នុង file យើងមានហើយមានរូបភាពហើយអញ្ចឹងយើងមើលរូបណាដែលវាអត់ទាន់មាន color នេះរូបនេះអញ្ចឹងខ្ញុំអត់ទាន់មាន color ទេខ្ញុំចុច select លើវាហើយយើងចុច open មកអូខេហើយវា upload ចូលកន្លែងនេះយើងគ្រាន់តែវាពាក្យព្រោះ Gemini ឡើយគេប្រើខ្មែរបានយើងគ្រាន់តែសរសេរមកសូមបង្កើតសូមជួយកែរូបភាពនេះឲ្យคล้ายជារូបភាពដែលមានពណ៌ស្រស់ស្អាតคล้ายទៅរូបភាពរូបភាពคล้ายជារូបភាពមានពណ៌ស្រស់ស្អាតនិងតាក់ទាញតែប៉ុណ្្នឹងមកលោកគ្រូអ្នកគ្រូចុចកន្លែងសញ្ញាពួរនេះទៅវានឹងធ្វើការ upload ឲ្យយើងហើយអញ្ចឹងរងចាំបន្តិចទៅវាកំពុងតែ generate ឲ្យយើងហើយនេះវាកំពុងតែ generate ហើយអញ្ចឹងលោកគ្រូចាំបន្តិចទៅអូខេឥឡូវវា generate ឲ្យយើងហើយនេះលោកគ្រូគឺរូបភាពវាគឺមាន color ដែលអាចធ្វើឲ្យវាតាក់ទាញជាងមុនបានអញ្ចឹងវាអត់ពេលដែលបានហើយលោកគ្រូចុចនៅកន្លែងនេះ download ឬក៏បើយើងប្រើកុំព្យូទ័រយើងចុចមកស្ដាំ save as ក៏បានដែរយើង save វាទៅដាក់ឈ្មោះឬក៏អីទៅហើយបើយើងនៅក្នុងទូរស័ព្ទវាមានកន្លែង save នៅកន្លែងនេះក្នុងទូរស័ព្ទ save ទៅវាចូលទៅក្នុង download ហើយអញ្ចឹងវីដេអូខ្ញុំក៏មានប៉ុណ្ណឹងដែរអញ្ចឹងបើលោកគ្រូអ្នកគ្រូមានចម្ងល់អីអាច comment នៅខាងក្រោមដើម្បីខ្ញុំបានចូលមើលហើយខ្ញុំធ្វើវីដេអូបង្ហាញបន្តទៀតអរគុណច្រើនបាយបាយ